សម្រាប់24 Ultra 2000នេះគឺជាពណ៌ដែលពេញនិយមហើយក៏ពណ៌ដែលស៊ីខ្លាំងជាងគេដែរប៉ុន្តែតម្លៃវិញក៏រៀងលើគេបន្តិចបន្តួចដែរសម្រាប់ S24 Ultra ណាហើយថ្ងៃនេះយើងបានចូលមកចំនួនប្រហែលជា10ដើមជាងដែរសម្រាប់ S24 Ultra នេះតម្លៃគឺតម្លៃដូចមុនដែរទេតម្លៃវានៅនឹងល្អមែនទែនសម្រាប់24 Ultra ពួកអីតាំងពីចេញ25 Ultra មក24ហ្នឹងក៏នៅតែលក់ដាច់ខ្លាំងព្រោះអីដោយសារទី1គេឆ្លាញ់លើរូបរាងនឹងតែម្ដង M24 Ultra រូបរាងជ្រុង25 Ultra រូបរាងប៉ិតហ្គេមនេះដូច23ដូច24 Plus ណាតែជនគ្នាហើយសម្រាប់24 Ultra នេះគឺឲ្យបានថ្ងៃនេះយើងចូលមកបាន Grade ស្អាតមែនតើហើយសម្រាប់ពណ៌ Natural នេះគឺស្អាតមែនតើតែម្ដងអានេះគេហៅថាពណ៌ថ្មីសម្រាប់24 Ultra ហ្នឹងហើយក៏យើងមានមកជាមួយនឹងពណ៌រាងលឿងតិចដែរអានេះបងប្អូនគ្នាពណ៌លឿងរាងស្រាលម៉ាស៊ីនម្ដងនេះគឺ 512G បងប្អូនគ្នាតម្លៃគឺពង$800ជាងសម្រាប់ 512G 256G តម្លៃយើងមានចាប់ពី$755ដល់$785ទេបងប្អូនអាចយក Grade 99% ទៅប្រើប្រាស់បានហើយសម្រាប់នេះគឺមាន RAM 12 Storage 256G និង 512G ផងដែរបងប្អូនគ្នាថ្មធំរហូតដល់ 5000 mAh កាមេរ៉ា200 megapixel គឺកាមេរ៉ាហ្នឹងបងប្អូនដឹងស្រាប់ហើយកាមេរ៉ា200 megapixel មិនមែន128 megapixel ទេពីមុនគឺកាមេរ៉ា108 megapixel S20 Ultra នោះគេល្បីស៊ុំដល់ឋានប្រអិនស៊ុំដល់ឋានប្រច័ណ្ឌហើយចុះតម្រាំមក200 megapixel នេះស៊ុំទៅដល់ណាទៅហួសឋានប្រច័ណ្ឌទៀតណាអាចលេងទេបងប្អូនគ្នាសម្រាប់បងប្អូនដែលចង់បាន M24 Ultra តម្លៃ755នេះអាចធ្វើការតែត្រង់បានសម្រាប់តម្លៃ755គឺជាភេទវ៉ាន់ស្ទើរតួតិចតិចបងប្អូនគ្នាហើយសម្រាប់ពណ៌អតិជនស្រឡាញ់ពណ៌មានណាក៏យើងមានដែរពណ៌ខ្មៅក៏មានពណ៌ស្វាយក៏មានពណ៌ natural ក៏មានពណ៌រាងលឿងនេះក៏មានដែរអញ្ចឹងសម្រាប់អតិជនដែលចង់បានអាចធ្វើការតែត្រង់បានអរគុណច្រើន S24 5G ដល់នេះបាទនេះថាម៉ាស៊ីនទូចណាបាទសម្រាប់អ្នកធ្វើការថ្ងៃនេះមកប្រហែលជាង10គ្រាប់ដែរបាទហើយម៉ាស៊ីននេះគឺម៉ាស៊ីន US ដែលអាចប្រើប្រាស់បាន SIM 2ហើយគឺ condition ស្អាតណាអ្នកដែលអាចមើលបានបាទទៅលើតួបាទស្អាត condition ស្អាតបាទកាមេរ៉ា3បាទ RAM 8 storage 128G សម្រាប់ម៉ាស៊ីន M24 អាទូចនេះបាទហើយសម្រាប់ពណ៌យើងមានច្រើននោះនេះបាទយើងមានពណ៌ខ្មៅយើងមានពណ៌សបាទមានពណ៌ខៀវហើយម៉ាស៊ីនស្អាតមកបានច្រើនដែរបាទសម្រាប់ការថែមជូនគឺយើងថែមជូនជាមួយនឹងដុំសាកថែមជូនជាមួយនឹង skin បាទបូករួមជាមួយនឹង case ហើយដុំសាកគឺឲ្យអាស៊ីនបាទ25W super fast charge ហើយរូបរាងស្អាតបែបនេះអ្នកត្រូវការម៉ាស៊ីនទូចអីអាចមកជ្រើសបានបាទស្អាតខ្លាំងមែនទែនរនសារ USB Type C បាទអញ្ចឹងតែជនបងដែលត្រូវការបាទអាចមកជ្រើសបានមានគ្រប់ពណ៌អរគុណ Honda Magic V3 បាទស្តុកថ្មីតម្លៃល្អជាងមុនរហូតដល់$45អ្នកនរគ្នាបាទជាងមុនយើងលក់1095បាទជាងនេះមកស្អាតលក់តែ1050ទេបញ្ជាក់ណាសម្រាប់អ្នកដែលត្រូវការម៉ាស៊ីន Global ចំបាទនេះគឺជាម៉ាស៊ីន Global ចំអីបាទពណ៌ខ្មៅពីច្រើនមកតែពណ៌ខ្មៅទេគាត់ថា condition បាទបញ្ជាក់ជូនគឺស្អាតបងប្អូននេះបាទស្អាត 99% ម៉ាស៊ីននេះ RAM 12 បូក RAM extension 12ហើយជាមួយនឹង storage បាទ 512G ហើយសម្រាប់អ្នកត្រូវការម៉ាស៊ីនដែលតាន់ណាសម្រាប់ការបិទបើកអេក្រង់បាទអេក្រង់ធំបាទគឺអាចប្រើជាមួយនឹងម៉ាស៊ីននេះបានហើយបាទហើយនៅ Magic V3 ម៉ាស៊ីននេះស្អាតបងប្អូនណាបាទហើយស្ដាងទេហើយយើងយកមកច្រើនម៉ាស៊ីន Global បាទថែមជូនជាមួយដុំសាកហើយជាមួយនឹង skin ការពារផងដែរហើយសម្រាប់អ្នកដែលត្រូវការបាទតម្លៃ1050ទេបាទអាចប្រើបានហើយម៉ាស៊ីន Global SIM 2ដែលអាចមកអរគុណបច្ចុប្បន្ននេះប្រសិនបើបងប្អូនអ្នកគ្នាមានទឹកលុយ$285មកដល់$333បងប្អូនអាចមកជ្រើសជាមួយនឹង Google Pixel 7 Pro នៅហាងលក់ទូរស័ព្ទដៃ U1 Phone Shop បានសម្រាប់តម្លៃ$285នេះគឺ condition 98% ហើយសម្រាប់តម្លៃ$333គឺ condition 99% មកទឹកស្អាតដូចថ្មីហើយចាស់ស្ដែងទៅលើ Google Pixel 7 Pro នេះគឺយើងថែមជូនជាមួយនឹងដុំសាក original រហូតដល់ទៅ 30W បន្ថែមផងដែរដែលវាមានទំហំ RAM 12GB storage 128GB ក៏មាន 256GB ក៏មានហើយយើងមានជម្រើសពីរពណ៌គឺពណ៌ទឹកសដែកជាមួយនឹងពណ៌ខ្មៅផងដែរអញ្ចឹងប្រសិនបើបងប្អូនអ្នកគ្នាស្រឡាញ់ជាមួយនឹង Google Pixel 7 Pro ដែលដំណើរការនៅលើបន្ទះ chip Google Tensor G2 ដែល chip ផ្ទាល់ខ្លួនឬក៏មួយទឹកសំណុំស៊ីនដែលមកពីស្រុកក្រៅបងប្អូនអាចមកជ្រើសជាមួយនឹង Google Pixel 7 Pro ដែលមានលក់នៅហាងលក់ទូរស័ព្ទដៃ U1 Phone Shop ខាងយើងបានដែលមានទីតាំងនៅលើបណ្ដោយផ្លូវកម្ពុជាក្រោមជាប់ជាមួយនឹងសន្តាគារ President តទៅមុខជាមួយនឹងធនាគារ Maybank បានឬក៏ទំនាក់ទំនងមកលេខ097 755បានដូចគ្នាបន្ថែមផងដែរស្វាគមន៍ Station U1 បាទយើងនៅតែប្រហែលជា2សប្តាហ៍ជាងទៀតទេនឹងចូលឆ្នាំខ្មែរថ្ងៃនេះខ្ញុំមានអីវ៉ាន់ promotion ជូនទៅកាន់ Station អ្នកគ្នាបាទជាមួយនឹងប្រភេទ Google Pixel 3a XL បានន័យថាប្រភេទ XL គឺវាធំជាងធម្មតាណាសម្រាប់អ្នកគ្នាដែលស្រឡាញ់ប្រភេទ XL គឺធំជាងធម្មតាគឺរាងតូចជាងហើយ 3a XL នេះតម្លៃយើងមានចាប់ពី
$95ឡើងណាសម្រាប់អ្នកដែលឆ្លាញ់ប្រភេទ 3L $95ឡើងនេះគឺធានាថាម៉ាស៊ីនសនុំស៊ីនបាទ condition ស្ទើរតិចតួចបាទបងប្អូនអាចមើលបានណា 3HL នេះគឺម៉ាស៊ីនមួយដែលមានសេវាខ្លាំងហើយចាប់លឿនសម្រាប់អ្នកដែលត្រូវការម៉ាស៊ីនតម្លៃធូរបាទជាង90%អេក្រង់កម្រិតបង្ហាញច្បាស់ល្អហើយធំបាទមាន scan fingerprint បាទថ្មក៏កាន់ដែរអាចជ្រើសជាមួយនឹង 3HL បានតម្លៃបញ្ជាក់ជួនណាមានចាប់ពី$95ឡើងហើយសម្រាប់អ្នកដែលចង់ដឹងតម្លៃឬក៏ព័ត៌មានជាក់លាក់អាចឆានមកកាន់ page បានហើយក្នុងនេះមកបាន12 model ទេគឺ 3AHL ហើយនិង Pixel 5ហើយសម្រាប់ Pixel 5នេះមិនមែនទៅទៅលើម៉ាស៊ីនគឺខ្លាំងស្រាប់ហើយតែអ្វីដែលសំខាន់គឺលើកាមេរ៉ា night mode របស់ទូរស័ព្ទដៃមួយនេះគឺថតនៅពេលយប់ល្បីខ្លាំងមែនទែនកំឡុងពេលដែលចេញហើយមកពេលបច្ចុប្បន្ននេះវានៅតែជា smartphone មួយដែលល្អសម្រាប់ការប្រើប្រាស់បើនិយាយពីតម្លៃ125ឡើងទៅបាទ125តើអ្នកគ្នាបានទទួលជាមួយនឹង condition ស្នាមតិចតិចទេតែបើសិនជា155គឺស្អាតដាច់តែម្ដងហើយវាមាន fingerprint សម្រាប់ scan កាដៃមួយកាមេរ៉ាបាទ2គ្រាប់ជាមួយនឹង flash មួយបូករួមជាមួយនឹង sensor រុនសាក USB Type C ហើយ speaker បាទជាមួយនឹងកាមេរ៉ា lens ទម្លុះអេក្រង់មួយនៅផ្នែកខាងលើផងដែរអញ្ចឹងបាទដើម្បី promotion បាទក្នុងការចូលឆ្នាំខ្មែរខែបងនេះយើងនឹងមានថែមជូនជាមួយនឹងឆ្នាំសាថែមជូនជាមួយនឹង screen ការពារកញ្ចក់សម្រាប់ការឆ្កូតមួយជាមួយនឹង case ផងដែរអញ្ចឹងសម្រាប់អ្នកដែលត្រូវការតម្លៃក្រោម100ឬក៏100តិចអ្នកអាចជ្រើសជាមួយនឹង2 model នេះបានយើងចូលមកបានមួយឡាំងដែរណាជាង150គ្រាប់អូខេអញ្ចឹង Station U1 អាចមកជ្រើសបានជាមួយនឹងការធានារ៉ាប់ទៅ3ខែបន្ថែមផងដែរអរគុណបាយបាយបាទស្វាគមន៍អ៊ំពុំមីងលោកយាយលោកតាដែលមានតម្រូវការជាមួយនឹង Oppo ដែលមានតម្លៃធូរសមរម្យគុណភាពល្អល្មមសមរម្យក្នុងការប្រើប្រាស់នៅក្នុងឆ្នាំ2025នេះនេះគឺជា Oppo Find X5 Lite smartphone ដែលខ្ញុំកំពុងតែលើកបង្ហាញនេះវាគឺជា smartphone Oppo ដែលមានគុណភាពល្អហើយវាគឺជាម៉ាស៊ីន global ដែលអាចប្រើប្រាស់បាន SIM 2ផងដែរមិនត្រឹមតែប៉ុណ្្នឹងទេទំហំ RAM រហូតដល់ទៅ 8GB storage ធំរហូតដល់ទៅ 256GB វាល្មមសមរម្យក្នុងការប្រើប្រាស់ពី3ឆ្នាំទៅខាងមុខទៀតក៏មិន full storage ដែរមិនត្រឹមតែប៉ុណ្្នឹងទេម៉ាស៊ីននេះមានតម្លៃចាប់ពី$115ទៅដល់$175តែប៉ុណ្្នឹងឯងដែលដំណើរការនៅលើបន្ទះ chip Dimensity 900អេក្រង់ទំហំខាងមុខមានទំហំរហូតដល់ទៅ 6.43 អ៊ីងបូករួមជាមួយនឹងកាមេរ៉ារហូតដល់ទៅ64 megapixel ល្បឿននៃការបញ្ជាថៃរហូតដល់ទៅ90 Hz ផងដែរហើយសម្រាប់អ្នកគ្នាដែលត្រូវការម៉ាស៊ីន Oppo ដែលមានទំហំក៏ដូចជាតម្លៃនឹងធូរថ្លៃសមរម្យល្មមក្នុងការប្រើប្រាស់សេវាដើរលឿនអាចសាកជាមួយនឹង Oppo Find X5 Lite នេះបានវ៉ាវអែមខ្លាំងមែនតើអំពែថ្មធំរហូតដល់6100មីលីអាំពែបាទនេះខ្ញុំចូលមកបានជាយូរដែរហើយប៉ុន្តែគាត់ថាខ្ញុំមិនសូវបានចាប់អារម្មណ៍ទៅលើអំពែថ្មណាអំពែថ្មគឺធំខ្លាំងមែនតើរហូតដល់6100មីលីអាំពែមកជាមួយនឹង OnePlus SE3 Pro តែចូលអ្នកគ្នាសម្រាប់តែជនដែលចង់បានជាមួយនឹង SE3 Pro នៅក្នុងដៃខ្ញុំនេះអាចមករកនៅហាងលក់ទូរស័ព្ទដៃ B1 បានហើយជាមួយនឹងទំហំអេក្រង់ក៏ធំទូលាយល្អផងដែរជាប្រភេទកញ្ចក់កោងដែលមានទំហំអេក្រង់ 6.78 អ៊ីងដែលមាន refresh rate 120 Hz ជាប្រភេទអេក្រង់ LTPO AMOLED បងប្អូនអរគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានជាមួយនឹង OnePlus SE3 Pro ម្ដងនៅក្នុងដៃខ្ញុំនេះអាចមករកបានហើយម្ដងនេះគឺ spec កប់តែម្ដង RAM 610GB storage 512GB ក៏ដូចជាកាមេរ៉ា50 megapixel ហើយ Snapdragon 8 Gen 3បងប្អូនអរគ្នាជំនាន់ទី3សម្រាប់ម្ដងនេះណាអញ្ចឹងសម្រាប់តែជនដែលគាត់ចង់បានជាមួយនឹង OnePlus SE3 Pro ម្ដងនៅក្នុងដៃរូបរាងដ៏ស្រស់ស្អាតពណ៌មកខុតបែបនេះអាចមករកបានហាងលក់ទូរស័ព្ទដៃ B1 ចំនួនរបស់យើងគឺមានគ្រប់ពណ៌មុនចូលចំនួនមក30ដើមជាងលក់2ថ្ងៃ3ថ្ងៃឲ្យលីងឥឡូវចូលបានប្រហែលជា30ដើមមកទៀតហើយជាមួយនឹង Xiaomi 11 Ultra ហើយ stock មកសានេះដូចតែជើងសាមុនដែរទេ grade ស្អាតភ្លឹងមកតែម្ដងហើយជាមួយនឹងតម្លៃគឺត្រឹមតែ$355ទេតែចូលដល់គ្នាជាមួយនឹង Xiaomi 11 Ultra ណាហើយយើងចូលមកគឺមានទាំងពីរពណ៌ដូចជើងសាមុនដែរទេជាមួយនឹងពណ៌ខ្មៅក៏ដូចជាពណ៌សហើយសម្រាប់បាននេះបងប្អូនអរគ្នាគឺមកគឺសិតតែមានតែសៀលនេះមកត្មងណាបងប្អូនអរគ្នាចាំស្ដាប់សៀលសលេងណាកញ្ចក់អេក្រង់គឺស្អាតភ្លឹងតែម្ដងទៅជនអរគ្នានេះគឺស្អាតខ្ចីមកតែម្ដងជាមួយនឹង Xiaomi 11 Ultra នេះណាហើយ stock យើងចូលមកសិននេះបានចំនួនប្រហែលជា10ដើមជាងប្រហែលជា30ដើមជាងដែរសម្រាប់ចូល stock មកថ្ងៃនេះសម្រាប់ Xiaomi 11 Ultra អញ្ចឹងសម្រាប់តែជនដែលគាត់ចង់បានគាត់ស្រឡាញ់ជាមួយនឹងតកូ Xiaomi 11 Ultra អាចមករកបានវិញហើយឥឡូវយើងមាននៅក្នុង stock វិញមានជាក់ស្ដែងចូល30ដើមហើយអ្វីដែលសំខាន់កន្លែងពិសេសគឺចាប់អារម្មណ៍ជាងគេហ្នឹងគឺម៉ោង load notification នៅក្រោយខ្នងនឹងតែម្ដងនេះគួរ2ដងមកចេញហើយអែមខ្លាំងមែនតើអញ្ចឹងសម្រាប់តែជនដែលគាត់ចង់បាន Xiaomi 11 Ultra RAM 12 storage 256GB Snapdragon 8 ដើមកាមេរ៉ា50 megapixel zoom បាន120 optical zoom បងប្អូនអរគ្នា zoom បានឆ្ងាយអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បានអាចមករកបានហើយយើងមានពីរពណ៌ដូចជើងមុនដែរមានពណ៌ខ្មៅហើយនិងពណ៌សអរគុណច្រើនសួស្ដីដល់តែជនអរគ្នា
តែចុះណែរជាមួយទូរស័ព្ទតម្លៃក្រោម$200ណាហើយចង់បានជាមួយនឹងបានថ្មកាន់សេវាខ្លាំងរូបរាងស្អាតលេងហ្គេម smooth ល្អអតិថិជនអាចជ្រើសបានជាមួយនឹង2 model នេះទីមួយខ្ញុំមានជាមួយនឹង Nubia Focus 5G អានេះគឺ RAM 610G បងប្អូនអរគ្នាជាមួយ storage 256G តែជនអរគ្នាណាអានេះគឺថ្ម 5000 mAh កាមេរ៉ា108 megapixel តែជនអរគ្នាអេក្រង់ក៏ធំល្អដែររហូតដល់ 6.56 inch refresh rate 120Hz ទៀតអញ្ចឹង the best តែម្ដងហើយសម្រាប់មួយនេះវិញគឺកាន់តែ the best ទៀតហើយតម្លៃក្រុមហ៊ុនចេញដំបូង$199ឥឡូវគឺនៅចុះនៅសល់តែ$179ទេអានេះគឺជាទូរស័ព្ទ gaming phone តែម្ដងនៅលើនេះគឺមានជាមួយនឹងដៃ game អីស្រាប់តែម្ដងតែជនអរគ្នាជាមួយនឹង Nubia Neo 2 5G ហើយសម្រាប់ដើមនេះគឺ RAM 8 storage 256G ថ្ម 6000 mAh កាមេរ៉ា50 megapixel តែជនអរគ្នាណាហើយជាមួយនឹងទំហំអេក្រង់ហ្នឹងគឺ 6.72 inch ដែលមាន refresh rate 120Hz ដូចគ្នាទេសម្រាប់2 model នេះណាអញ្ចឹងសម្រាប់តែជនដែលចង់បានជាមួយនឹង2 model នេះអាចធ្វើការទំនាក់ទំនងមកហៅ B1 បានធានាទាំងតម្លៃធានាទាំងគុណភាពជូនតែម្ដងសម្រាប់តែជនណារជាមួយនឹង iPhone ភ្នែកខ្វែងហៅថាភ្នែកសលាវកាលពីចេញដំបូងណាសម្រាប់ថ្ងៃនេះខ្ញុំបានយកមកជាមួយនឹង iPhone 13ហើយចូលស្តុកមកច្រើនសម្រាប់ថ្ងៃនេះណាហើយជាមួយនឹងពណ៌គឺយើងមានចម្រុះពណ៌មកតែម្ដងតែជនស្រឡាញ់នឹងពណ៌មួយណាក៏យើងមានដែរសម្រាប់ថ្ងៃនេះណាមានជាមួយនឹងពណ៌សពណ៌ green ពណ៌ឈូកហើយក៏ដូចជាពណ៌ខៀវហើយនឹងពណ៌ខ្មៅទឹកប៊ិចនេះតែជនអរគ្នាតែជនដែលចង់បានជាមួយនឹង iPhone 13ភ្នែកខ្វែងហៅថាភ្នែកសលាវហ្នឹងតែជនអាចមករកបានក្នុងទូរស័ព្ទដៃ B1 ហើយជាមួយនឹងតម្លៃក៏យើងធានាថាតម្លៃពិសេសជូនផងដែរសម្រាប់តម្លៃឥឡូវគឺ iPhone គឺមានតម្លៃ promotion ច្រើនសម្រាប់ឱកាសចូលឆ្នាំខ្មែរខាងមុខនេះណា iPhone 13នេះតម្លៃយើងមានចាប់ពី$335រហូតដល់$365ទេក្រេសស្អាត 99% អីវ៉ាន់មកទឹកមកពីក្រៅប្រទេសមកតែម្ដងសម្រាប់ iPhone 13យើងធានាថាអីវ៉ាន់សនំចេះជូនដល់ទៅជនអស់គ្នាហើយអីវ៉ាន់គឺយើងមានដូចជា2ប្រទេសយើងមាន LL ហើយក៏ដូចជាអីវ៉ាន់បៃខាងកាណាដាអឺរ៉ុបអីណាទៅជនអស់គ្នាហើយពណ៌បងប្អូនឆ្លាញ់នឹងពណ៌ម្នាក់អាចជ្រើសយកពណ៌ម្នាក់បានតម្លៃគឺដូចគ្នាទេ$365សម្រាប់ grade 99% មានពណ៌ឈូកពណ៌សពណ៌ green ហើយក៏មិនភ្លេចដែរជាមួយនឹងពណ៌ខៀវនេះបងប្អូនអរគ្នាពណ៌នេះគឺមិនសូវសម្បូរប្រហែលទេបងប្អូនអរគ្នាហើយភាគរយថ្មភាគច្រើនគឺសិតតែខ្ពស់តែម្ដង8ក្រាស់ទៅ9ស្ដើងតែជនអរគ្នាខ្លះលោតដល់100ទៀតសម្រាប់ iPhone 13ចូលស្តុកមកថ្ងៃនេះណានេះដូចដើមនេះអញ្ចឹងថ្ម 100% ពេញតែម្ដងល្អមែនតើថ្មនេះហើយបានគឺអាចមើលឃើញជាក់ស្ដែងណាគឺ grade ស្អាតគឺស្អាតភ្លឹងតែម្ដងសូម្បីតែស្នាមតួសរសៃសក់តិចតួចក៏គ្មានដែរទាំងកញ្ចក់តួទាំងលើអេក្រង់ហើយបានគឺយើងធានាថាសនំចេះជូនដល់ទៅជនអស់គ្នាហើយបាននេះយើងមានធានាជូនរហូតដល់1ខែពេញតែម្ដងមានបញ្ហាដូរដើមថ្មីសម្រាប់តែជនដែលគាត់យកទៅមានបញ្ហាណាហើយសម្រាប់បងប្អូនដែលកំងតាមអនឡាញគឺយើងមានសេវាកម្មដឹកជញ្ជូនផ្ញើ25ខេត្តក្រុងផងដែរទៅជនអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបបងប្អូននៅវីដេអូក្រោយទៀតអរគុណសួស្តីតែជនអរគ្នាតែជនដែលរកជាមួយនឹង Huawei Mate 6ហើយចង់បានអីវ៉ាន់មកទឹកថ្ងៃនេះខ្ញុំមានមកមួយដើមនេះតម្លៃល្អមែនតើ$1295ទេអីវ៉ាន់មួយដើមនេះមិនមែនថា Graster ទេគឺ Grade ស្អាតភ្លឹងតែម្ដងទាំងតួលើកញ្ចក់អេក្រង់មកជុំតែម្ដងហើយជាមួយនឹងកាមេរ៉ាក្រោយមកគេហ្នឹងគេធ្វើមកញាក់សាច់បងប្អូនហើយធ្វើមក4គ្រាប់ lens 50 megapixel មាន lens zoom មានអីហើយរូបរាងគឺស្ដើងខ្លាំងមែនតើហើយបើយើងបត់មកចេះស្មើទូរស័ព្ទយើងទូទៅមួយឯង Huawei Mate 6នេះគឺស្ដើងខ្លាំងហើយសម្រាប់អីវ៉ាន់នេះគឺមកទឹកកម្រមានបងប្អូនអរគ្នាសម្រាប់អីវ៉ាន់នេះហើយបើសិនជាបងប្អូនចង់បានថ្មីក៏នៅតែមានអញ្ចឹងប៉ុន្តែគាត់ថាថ្មីតម្លៃចិត្ត 2K ខ្វះតែ$1ទេ 2K តែម្ដង Huawei Mate 6បងប្អូនអរគ្នាបងប្អូននឹងស្រាប់អីមួយរយៈមុនវាល្បីខ្លាំងមែនតើហើយសម្រាប់ម្ដងនេះគឺមកទឹកតម្លៃ$1295ហើយក៏មាន full ប្រអប់មកផងដែរមានជាមួយនឹងឆ្នាំងស៊ីន66 វ៉ាត់ក៏ដូចជា case ហើយនឹងខ្សែបងប្អូនអរគ្នានៅក្នុងប្រអប់មកមួយ set នេះចឹងសម្រាប់តែជនដែលចង់បាន Huawei Mate 6មួយដើមនេះអាចធ្វើការតាមក្នុងហាង B1 បានហើយបាននេះគឺយើងធានាថានៅមិនយូរទេតែជនអរគ្នាឲ្យមានបងប្អូនគាត់សួររកច្រើនហើយជាមួយទំហំអេក្រង់ខាងក្រៅហ្នឹងគឺ 6.42 inch refresh rate 120Hz ជាប្រភេទអេក្រង់ LTPO AMOLED ហើយសម្រាប់អេក្រង់ខាងក្នុងវិញគឺធំល្អមែនទែនរហូតដល់ 7.92 inchបងប្អូនអរគ្នា refresh rate 120Hz ដូចគ្នាហើយជាប្រភេទអេក្រង់ OLED ដូចគ្នាណាបងប្អូនអរគ្នានេះទំហំអេក្រង់ខាងក្នុងនេះគឺធំខ្លាំងបងប្អូនអរគ្នាញាក់សាច់តែម្ដងអញ្ចឹងសម្រាប់តែជនដែលចង់បានជាមួយនឹង Huawei Mate 6ម្ដងនេះតម្លៃល្អអាចមករកបានហាងលក់ទូរស័ព្ទដៃ B1 គឺស្ដើងបងប្អូនឲ្យឃើញជាស្ដែងណាស្ដើងខ្លាំងមែនតើតែម្ដង the best